អ្នករកស៊ីចាប់ផ្ដើមភោគផលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃបន្ទាប់ពីកសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃខ្លាំងដោយសារចរន្តទីផ្សារអន្តរជាតិប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាក្រុមហ៊ុននិងអ្នករកស៊ីតាមអនឡាញមួយចំនួនបានភោគផលក្នុងការប្រកាសទិញស្រូវពីកសិករខណៈអ្នកខ្លះបានឲ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្នដើម្បីជាការជួយដល់កសិករតាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី3ខែវិច្ឆិកានេះអ្នកអង្គការសុវរៈម្ចាស់ក្រុមហ៊ុនវរៈប៊ុនធម្មបានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមគ្នានេះអង្គការនឹមវណ្ណៈប្រធានក្រុមហ៊ុន AC Group បានប្រកាសប្រមូលទិញពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវអស់ស្រូវ OM 54 51និងស្រូវស្រងាយចំនួន100 តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី1ដើម្បីចូលរួមជួយកសិករខ្មែរការចូលរួមជួយទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវរៈកងទ័ពជួរមុខក្នុងម្នាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីទ្រាដណាក៏ប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃ800រៀលទៅ 1000 រៀលក្នុង1គីឡូក្រាមផងដែររឯក្រុមហ៊ុន Strabi Gainsberg ដែលជាក្រុមហ៊ុនផលិតនៅក្នុងស្រុកមួយបានប្រកាសកំណត់ផ្ដួចផ្ដើមដោយគួរឲ្យកោតសរសើរមួយដោយសម្រេចចិត្តទិញស្រូវពីកសិករខ្មែរក្នុងប្រមាណរហូតដល់100 តោនក្រុមហ៊ុនវឌ្ឍនៈក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100 តោនក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមក្រៅពីបណ្ដាញក្រុមហ៊ុនអុកញ៉ានិងអ្នករកស៊ីតាមអនឡាញទាំងនេះគឺមានបុគ្គលផ្សេងៗទៀតប្រកាសជួយទិញបន្តបន្ទាប់ផងដែរ